อันนี้คือเกมบล็อกฟรุตហើយเกมនេះដែរគឺជាប្រភេទเกมដែលយើងសម្រាប់ NPC ពីកោះមួយទៅកោះមួយនៅពេលដែលយើងសម្រាប់ NPC ហើយយើងនឹងទទួលបានលុយដើម្បីយកទៅទិញរបស់ផ្សេងៗដូចជាដាវនិងទិញ fruit និង raw fruit អ្នកនេះเกมនេះពិតជាសប្បាយខ្លាំងមែនតើក៏បានលេងเกมហ្នឹងពី level 1ដល់ level 50អ្នកនេះគឺ level ដែលទូចមែនតើនៅក្នុងเกมហ្នឹងអ្នកនេះហើយเกมនេះគឺបែងចែកជា3សមុទ្រអ្នកនេះឬ3 C ហ្នឹងឯងគឺ C1 C2 ហើយនិង C3 អ្នកនេះ C នីមួយៗគឺមានតាម level របស់វាអ្នកនេះឧទាហរណ៍ដូចជា C1 គឺ level 700ហើយនិង C2 level 1500ហើយនិង C3 level 2800គឺជា level 1អ្នកនេះឥឡូវយើងចូលដល់ក្នុងเกมបងប្អូនគ្នាតើពេលដែលយើងចូលមកមិនដំបូងយើងនឹងឃើញរូប NPC 2អ្នកនេះដែលមានឈ្មោះថា Pirate និង Marine អ្នកនេះតែខ្ញុំចូលចិត្ត Pirate ចោលសមុទ្រនឹងជួយចោលសមុទ្រនឹងទៅពេលអ្នកនេះចូលមកមិនដំបូងអ្នកនេះនឹងបានរ៉េសអ្នកនេះរ៉េសហ្នឹងគឺរបៀបដូចជាជំនួយខ្លះៗចឹងអ្នកនេះខ្ញុំពិបាកយកកន្លែងហ្នឹងចាំលេងតិចទៀតអ្នកនេះនឹងដឹងហើយខ្ញុំបានរ៉េសជាមួយរ៉េស Shark អ្នកនេះគឺរ៉េសដែលចូលក្នុងទឹកទៅវាមិនទៅទីឈាមហើយរ៉េសទាំងអស់គឺមានរហូតដល់ V4 អ្នកនេះគឺជារ៉េស V1 អញ្ចឹងវាមិនទៅជំនួយអីប្រហែលអ្នកនេះអញ្ចឹងវាមិនទៅមានប្រយោជន៍ដែរអញ្ចឹងពេលយើងចូលដល់ក្នុងเกมមិនដំបូងនឹងឃើញ NPC មួយដែលវាឈរចិត្តថ្មហើយមានសញ្ញាឧទានអ្នកនេះគឺ NPC ហ្នឹងសម្រាប់យក quest ទៅវាយអាពួកនៅខាងក្រោយអ្នកនេះពួក NPC នៅខាងក្រោយហ្នឹងអាប៉ែតនេះមកពីណាមកនេះមកកោឯណាអើយប៉ែមែនណានៅពេលដែលយើងវាយ NPC ហ្នឹងគ្រប់ខ្វែដែលគេដាក់ឲ្យយើងទទួលបាន level ដើម្បីទៅកោះថ្មីទៀតអ្នកនេះគឺវាយតែអញ្ចឹងរហូតដើម្បី unlock ទៅកោះថ្មីហើយកន្លែងនេះដែរគឺជា stat អ្នកនេះ stat ហ្នឹងគឺសម្រាប់ up ឈាមឬ up កម្លាំងឲ្យយើងវាយខ្លាំងជាងមុនអ្នកនេះគឺមានច្រើនជាងនឹងមានដូចជាកាភ្លើងហើយនឹងដាវនិង block fruit អ្នកនេះមួយដៃចុងក្រោយ level 10យើងនឹងទៅកោះថ្មីអ្នកនេះគឺកោះស្វាកោះថ្មីនៅចិត្តនឹងដែរអ្នកនេះជាមួយខ្ញុំបើកអា coordinate ហ្នឹងមកនេះវានៅចិត្តនឹងដែរជីទូតាមផ្លែតគឺទៅដល់អ្នកនេះកោះស្វាហ្នឹងកន្លែងនេះខ្ញុំថាដើររត់ទៅជីទូហើយខ្ញុំក៏បានបកក្បាលវិញអ្នកនេះគឺមានកន្លែងលក់ដាវហើយនឹងលក់ fruit អ្នកនេះអាហ្នឹងគេហៅ block fruit dealerអត់មានត្រាកូន in stock ទេណាហើយអាកន្លែង NPC មួយនេះវាអ្នកលក់ទូកនេះ NPC នេះវាអ្នកលក់ទូកនេះមាន free មាន$3និងមានច្រើននឹងទៀតតែខ្ញុំពងក្រឥឡូវខ្ញុំទិញ free សិនទេតាតើខ្ញុំជិះទូកហើយខ្ញុំបានដើរឡើងកន្លែងនេះដើម្បីទៅយក quest កន្លែងលើហ្នឹងនេះកន្លែងវាមានចតាមានឯណាលោតគេទៅហើយកន្លែងកោះស្វាហ្នឹងគឺមានមេអ្នកនេះមេក៏សិលា king ណានេះតបមកយ៉ាងដើរវាយស្វាធម្មតាទៅលេបពេលខ្ញុំពងទៅវាយស្វាហ្នឹងខ្ញុំជិះអ្នកនេះជួយ like ជួយ subscribe អ្នកនេះវីដេអូមកថាបានត្រឹម6 like បានហើយអ្នកសុំតែ5 like នេះបើអ្នកនេះទៅបានគឺពិតជាអរគុណខ្លាំងតែអ្នកនេះកុំភ្លេចជួយ like ជួយ sub ដល់អ្នកនេះពេលខ្ញុំវាយស្វាហើយខ្ញុំបានចូលខ្វែហើយមក up កន្លែង stat នេះតិចទៅហើយវាខ្លាំងជាងមុនបន្តទៅពេលខ្ញុំ up stat ហើយខ្ញុំបានដើរឡើងទៅថាកន្លែងនេះដើរទៅមើលកន្លែងអាប៉ែមួយលោកគ្រូអ្នកនេះប៉ែហ្នឹងគេថា level 50មិនលោកបានទេlevel 50មែនហើយដល់ពេលខ្ញុំដឹងថាកន្លែង raw fruit នោះវាត្រូវការ level 50ដើម្បីទៅ raw fruit បានខ្ញុំបានដើរ farm នៅកន្លែងកោះស្វានោះអស់មួយស្ទូទៀតទៅកន្លែងខ្ញុំវាយស្វាស្មាឃើញកន្លែងនេះ fruit អ្នកនេះក៏ប៉ុន្តែអា pink berry ណាជ្រូកពពកាឈូណាខ្ញុំស្មាកន្លែងនោះ fruit តែមិញខំអោវិញ
ក្រោយពេលខ្ញុំវាយអាកូនស្វាប៉ុនកកដៃហ្នឹងហើយខ្ញុំបានយកខ្វែអាវាយមេស្វាមកគ្នាអាមេកូរីឡាឃីហ្នឹងអាមេស្វាវាយគ្នាអូមេខ្លាំងប៉ុណ្ណាក៏ឈ្នះយើងគ្នាព្រោះយើងប្រើដៃយើងវាខ្លាំងជាងមេហ្នឹងណាគ្នាវាយតែផ្លែងងាប់ឲ្យមេហ្នឹងមកដៃកញ្ចប់មាត់បែកមាត់ស្វាផែឥឡូវយកខ្វែវាយទៀតបន្ទាប់ពីខ្ញុំមកវាយអាមេស្វាហ្នឹងហើយនេះខ្ញុំក៏បានយកខ្វែមកវាយអាកូនស្វានេះចិត្តហ្នឹងទៅព្រោះអាមេហ្នឹងត្រូវការចាំរយៈពេល1នាទីដើម្បីវាចេញអ្នកនេះចេញវាយអានីមផ្លែមទៅវាចាប់ចេញវិញដល់ឥឡូវមេស្វាវាចេញអ្នកនេះខ្ញុំបានយកខ្វែហ្នឹងទៅវាយអាមេស្វាម្ដងទៀតទៅព្រោះវាតំចេញមកដែរគ្នាវាកើតតែ1នាទីស្ពតមកហើយចាប៉ែនេះប្រើហ្វ្រូគេលយមកផ្ទុះពេញហ្នឹងងប់ទៅអីអាស្វាបន្តមកទៀតខ្ញុំបានលេវល31គឺលេវលសម្រាប់ទៅកោះថ្មីអ្នកគ្នាគឺកោះ Pirate អា Pirate អាកោះពួកចៅសមុទ្រអ្នកគ្នាពេលខ្ញុំដល់ភ្លាមខ្ញុំក៏បានយកខ្វះមកវាយពួកចៅសមុទ្រអ្នកគ្នាភាសាវាប្រើដាវខ្ញុំប្រើដៃហ្នឹងមកវាយវាបន្តិចអ្នកគ្នាតែវាមិនថ្មីអ្នកគ្នាខ្ញុំប្រើដៃខ្លាំងជាងហ្នឹងវាយតាមផ្លែឈ្នះពួកហ្នឹងមកនេះអានេះមួយទៀតអានេះមួយទៀតអានេះមួយទៀតនឹងស្អីគេទេអានៅកន្លែងកោះ Pirate ហ្នឹងក៏មានមេដែរគ្នានេះមេ Chelsea នេះមេចុងភៅមែនងាប់ទៀតដល់ពេលខ្ញុំវាពួកចោលសមុទ្រហ្នឹងហើយខ្ញុំបានអាប់សិនតិចទៀតទៅគ្នាសិនមេលេខ្ញុំគឺ8ជើងនេះគឺល្មមឈឺហើយនៅពេលខ្ញុំបានល្បី40ខ្ញុំបានដូរខ្វែថ្មីអ្នកគ្នាគឺខ្វែវាយអាពួកកាន់ដបងធំៗនេះប្រពន្ធក្បាលពេលខ្ញុំដើរទៅរកអាពួកកាន់ដបងនេះខ្ញុំបានជួបអាប៉ែមួយព្រោះដើរកតនាអ្នកគ្នា12000អ្នកគ្នាខ្ញុំជឿទិញខ្ញុំក៏បានដើរទៅមុខទៀតទៅសារប្រើដៃវាល្អជាងហ្នឹងហើយខ្ញុំក៏បានដើរវាយពួកវាផ្ដុំក្បាលគ្នានេះសារផ្ដុំក្បាលគ្នាវាស្រួលវាយគ្នាវាយម្ដងត្រូវទាំងអស់ហ្មងអញ្ចឹងវាយតែម្ដងវាងាប់ទាំងអស់ហ្មងដបងវាកាន់ហ្នឹងគឺបាវាយមួយវាខ្លាំងតែអ្នកគ្នាដោយសារតែដបងវាវាយខ្ទាអ្នកគ្នាគឺវាម៉ាំងផ្លោអញ្ចឹងវិញចូលចិត្តវាបានហ្មងតបមកមានមកកោខ្ញុំទៀតអ្នកគ្នាអើយពួកនេះតប៉ែមែនអាងគ្នាទៅទូចមកកោរហូតវិញព្រោះព្រូស្អីខ្លះញ៉ៃពេញទៅហ្នឹងនេះមុខឲ្យហើយនេះជន់ដៃដល់ហើយ
lại ní nhưng có pi là vậy nhưng sơ tơ vay lại nuôi viên ngay đây mà vay lại ní được nè để ta miền pro mua đi chui farm nhung vay lươn được nè vay tầm đấy các bạn vay 50 mấy euro pro được nè hơi số display pro này làm thế nào nè để chui vay nhung xong mà đây nè vay tầm cổ có tới tầm đây tới cứ đặt cho nè bất chi em tên nè pro nó vừa pro đây đôi phật lên thì có pi này nó chui farm nhưng mà đợi nhưng mà là vậy ha sắp nhưng ban màu có xóa này nè mà đâu luôn từ lấy rô fruit cái tần ô nè đôi mình bật phạt ấy chả mua nha lấy những đá mà nè phải mua rô fruit là phải nó mua đôi cá cha nè phải rô fruit để lọc fruit cá cha nè chơi đôi máu ở việt thời ca bay mơ nè là bay rô fruit mua nè chọc chọi máu bàn fruit đây mà nè ô vì miền đông miền tây khó là nè mình đi chân re ăn cầm mon lấy phải chơi vậy thì bàn fruit đấy không mà fruit đó chưa cái line fruit nó bom fruit line fruit mà nó mua nó đó chứ là line fruit bị bom fruit tại ban bom fruit này cái này fruit khó bay bom fruit này tại sao phi viên mất tao rồi tha bị dân si hai viên mình lột bom skin đây nè thấy bên đây skin với lôi đây này skin mua tủ khó bay tôi đây bên này em đây tại đông vô phang cá đó này tủ như này đi cái chi với tao lọc fruit của nhom này cứ mẹ bắt nó này mình đi chợ này nhom farm fruit bị lừa mua đầu rồi ha xong từ anh ấy cho tao mới lấy hiện đó đôi ta nhom bả sai này chụp này với tao khỏi bài